ម្ដងគ្នានេះគឺជាដុំអុយរ៉ាញ៉ូមដែលគេប្រើប្រាស់ដើម្បីផលិតថាមពលអគ្គិសនីនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរឃើញទំហំវាតូចក៏ពិតមែនក៏ប៉ុន្តែវាមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានស្មើនឹង360ម៉ែត្រគីបនៃហ្គាស350គីឡូក្រាមនៃប្រេងហើយនិង400គីឡូក្រាមនៃជីវមិនត្រឹមតែមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានច្រើនទេក៏ប៉ុន្តែវាក៏អាចផលិតថាមពលអគ្គិសនីដែលមិនបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតទៅកាន់បរិយាកាសផងដែរហើយដូចទាំងអ្នកគ្នាបានដឹងចឹងថាសប្តាហ៍ថ្ងៃនេះគឺការប្រើប្រាស់ AI ក៏ដូចជាការប្រើប្រាស់យន្តអគ្គិសនីគឺមានការកើនឡើងច្រើនខ្លាំងតែដូចនេះតម្រូវការអគ្គិសនីក៏មានការកើនឡើងដូចគ្នាអ្វីដែលសំខាន់នោះបើសិនជាយើងផលិតថាមពលអគ្គិសនីដែលប្រើប្រាស់ធ្យូងហ្គាសក៏ដូចជាប្រេងគឺវាបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតទៅកាន់បរិយាកាសហើយធ្វើឲ្យសន្ទប់អូសូនស្ដើងនៅពេលនោះពិភពលោករបស់យើងក៏ប្រឈមមុខជាមួយនឹងបញ្ហាដូចជាការកើនឡើងនៃកម្ដៅផែនដីក៏ដូចជាបម្រែបម្រួលអាកាសធាតុផងដែរហើយមិនត្រឹមតែប៉ុណ្ណោះការដែលយើងស្រូបផ្សែងកាបូនឌីអុកស៊ីតទៅក្នុងខ្លួនរបស់យើងក៏ប៉ះពាល់ដល់សុខភាពយើងដូចគ្នាដូច្នេះហើយរលល្អបំផុតគឺប្រទេសអភិវឌ្ឍន៍មួយចំនួនគឺគេងាកមកចាប់យកនៅការប្រើប្រាស់ថាមពលនុយក្លេអ៊ែរហើយក៏មានក្រុមហ៊ុនធំៗមួយចំនួនដូចជា Meta Amazon Google ហើយនិង Microsoft ក៏ពួកគាត់មកចាប់យកនៅថាមពលនុយក្លេអ៊ែរដូចគ្នាហើយខ្ញុំសង្ឃឹមថាអ្នកនរចូលចិត្តវីដេអូមួយនេះកុំភ្លេចចុច like ជួយនៅវីដេអូក្រោយ